chả mấy tiết bông bồn bà bàn làng chỉ lừa hỏi sập vô phục vô bà phụ thâu bà lúc lúc sấy chỉ tì mệt rầy ngày nay chúng miên cảประกวดมวยរបស់คนខ្មែរដែលការវានេះគឺវានៅលើទឹកដីវៀតណាមคนខ្មែរយើងវាលក្ខណៈអឹមអេងកីឡាគុនខ្មែរយើងគឺពាក់ខោពណ៌ក្រហមក្រងដៃពណ៌ខៀវអាចនិយាយថាជាបង្គោលខៀវកំពុងតែស្ទាបស្ទង់បាទកន្លែងនេះច័ន្ទរាជកាប់ចាន់ទៅលើក្បាលរបស់កីឡាករវៀតណាមបាទមួយជើងនេះបាទធ្វើឲ្យកីឡាករវៀតណាមយើងញញើតហើយចាញ់ពេលនេះកីឡាករវៀតណាមព្យាយាមចាប់ជើងបោកតែជាអកុសលកីឡាករគុនខ្មែរយើងអោបពីលើបាទអង្គុយពីលើស្ទាបស្ទង់តើគួរធ្វើបែបណាបាទពួកកីឡាករកប្រកួត MMA នេះគ្រោះថ្នាក់មែនទែនបងប្អូនបាទហ៊ានតែប្រហែលមិនតិចបាទយើងនៅក្រោមគេគឺយើងចាញ់ព្រៀបតែពេលនេះគឺកីឡាករខ្មែរយើងគឺមានព្រៀបតែម្ដងគឺច័ន្ទរាជបាទកំពុងតែសាប់ដៃឆ្វេងសាប់យកកណ្ដាលមុខតែម្ដងបាទសាប់យកអើយចាំអីទៀតយកទៅមកសាប់យកហើយបាទសាប់យកពូថៅពុះកែងពុះនៅឬមិននៅយ៉ាងណាបាទអញ្ញាកណ្ដាលកំពុងតែស្ទាបស្ទង់មើលតើទូទ្រាំបានឬយ៉ាងណាបាទពុះយកទៅនេះបាទទីបំផុតចុះចាញ់ច័ន្ទរាជដោយស្វ័យប្រវត្តិអូច័ន្ទរាជនេះមានគុណធម៌មែនទែនបាទសំពះ3ដងជាការគោរពក៏ដូចជាការសុំទោសផងដែរវាជាការប្រកួតខ្ញុំក៏មិនចង់ធ្វើនៅទង្វើដ៏គូកើបែបនេះដែរប៉ុន្តែបើសិនជាច័ន្ទរាជមិនធ្វើដូច្នោះទេជ័យជំនះមិនអាចបានទៅលើច័ន្ទរាជឡើយសូមអរសាទរកីឡាករគុនខ្មែរអធិជ័យច័ន្ទរាជប្រកួតលក្ខណៈ MMA នៅលើទឹកដីវៀតណាមពេលនេះជ័យជំនះបានមកលើកីឡាករគុនខ្មែរយើងគឺអធិជ័យច័ន្ទរាជតំណាងឲ្យគុនខ្មែរពិតជាមានកិត្តិយសមែនទែនដែលមានធនធានកីឡាករគុនខ្មែរយើងបានលើកស្ទួយប្រទេសជាតិរបស់យើងឲ្យកាន់តែល្បីល្បាញលើពិភពលោកបាទសូមអរសាទរអធិជ័យច័ន្ទរាជបាទយកជ័យជំនះពីកីឡាករវៀតណាមរួមមួយឈើតអធិជ័យច័ន្ទរាជគាត់សប្បាយចិត្តបាទរំបង្ហាញទស្សនិកជនទាំងក្នុងស្រុកទាំងក្រៅប្រទេសបាទពេលនេះគឺមានកញ្ញាគាត់ឈរ